សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងមកចូលមេរៀនទី2របស់យើងគឺការស្គាល់អំពី Home Screen តើយើងទាំងអស់គ្នាធ្លាប់បើក Adobe Photoshop ហើយយើងឃើញអេក្រង់ដែលមានប៊ូតុង New File, Open និង Recently File តែយើងមិនដឹងថាប៊ូតុងទាំងអស់នោះវាមានមុខងារអ្វីខ្លះទេនៅក្នុងមេរៀននេះខ្ញុំនឹងពន្យល់លម្អិតអំពីផ្នែកនីមួយៗនៃប៊ូតុងទាំងនេះតោះអញ្ចឹងយើងមកមើល Home Screen នៅក្នុង Photoshop របស់យើង Home Screen គឺជាផ្នែកដំបូងដែលបង្ហាញឡើងនៅពេលដែលយើងបើក Adobe Photoshop វាគឺជាចំណុចចាប់ផ្ដើមនៃការបង្កើត project ថ្មីការបើកឯកសារចាស់ៗឬការចូលប្រើឯកសារដែលបានរក្សាទុកនៅក្នុង Cloud វាក៏ជាកន្លែងដែល Adobe Photoshop ផ្ដល់ព័ត៌មានថ្មីៗអំពីមុខងារថ្មីៗនិងជួយឲ្យអ្នកប្រើប្រាស់ធ្វើការបានលឿនជាងមុនចឹងនៅលើ Home Screen មានប៊ូតុង Home, New File, Open និង Recently ផ្នែកប៊ូតុង Home គឺបង្ហាញទិន្នន័យទូទៅនិង Recently File ហើយនៅលើកន្លែង New File ហ្នឹងគឺជាការបង្កើតឯកសារថ្មីៗហើយត្រង់ចំណុច Home គឺការបើកឯកសារដែលមានស្រាប់ហើយត្រង់ចំណុច Recently File នេះគឺបង្ហាញ file ដែលយើងប្រើប្រាស់ថ្មីៗឬប្រើប្រាស់ពីមុនមកអញ្ចឹងនៅត្រង់ចំណុច Home Screen នេះយើងអាចបង្កើត file ថ្មីបានដោយយើង click Create or click New File ត្រង់ប៊ូតុងនេះគឺបង្កើតឯកសារថ្មីហើយអញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំនឹងលម្អិតនៅមេរៀនទី3គឺការបង្កើត New Document Setting ហើយត្រង់ចំណុច Open នេះគឺយើងបើកឯកសារដែលមានពីមុនមកដោយយើងអាចយកជា file PDF មកបន្តការងារយើងបានហើយ Recently នេះគឺយើងបើកឯកសារដែលយើងបានប្រើប្រាស់មុនមកដូចគ្នាអញ្ចឹងមេរៀនយើងបញ្ចប់តែត្រឹមនេះយើងគ្រាន់តែស្គាល់ផ្នែកនីមួយៗនៅលើ Home Screen របស់យើងអញ្ចឹងយើងអាចអនុវត្តការងារដោយខ្លួនឯងដោយសារបើក Adobe Photoshop ហើយពិនិត្យលើផ្នែកនៃ Home Screen យើងអញ្ចឹងខ្ញុំសូមបញ្ចប់មេរៀនទី2តែប៉ុណ្ណេះសូមអរគុណយើងនឹងជួបគ្នានៅមេរៀនទី3